ខ្ញុំគឺជាអតីតពលករដែលមកប្រទេសកូរ៉េនៅឆ្នាំ2014ការដែលថ្ងៃដែលខ្ញុំមកដំបូងគឺខ្ញុំអត់បានឲ្យពុកម៉ែបងប្អូនសាច់ញាតិរបស់ខ្ញុំជូនខ្ញុំមកពលានយន្តហោះនោះទេគឺខ្ញុំមកតែឯងហើយដល់ពេលដែលថ្ងៃដែលខ្ញុំមកតែឯងហ្នឹងក៏មានមិត្តភក្តិខ្ញុំ2នាក់ទៀតដែលគាត់នៅក្នុងរោងចក្រទាំងមួយតកែរោងចក្រទាំងមួយហ្នឹងគឺគាត់មានមិត្តភក្តិមានបងប្អូនជូនគាត់មកច្រើនមែនតើអត់តែខ្ញុំម្នាក់ឯងទេដែលមកតែម្នាក់ឯង ហើយនៅពេលមកដល់ប្រទេសកូរ៉េនេះក៏ខ្ញុំតែម្នាក់ឯងដូចគ្នាដែរដោយសារតែមិត្តភក្តិរបស់ខ្ញុំ2នាក់ទៀតហ្នឹងគឺគាត់មានមិត្តភក្តិបងប្អូននៅប្រទេសកូរ៉េស្រាប់ប៉ុន្តែសម្រាប់ខ្ញុំគឺអត់មានទេប៉ុន្តែពួកយើងក៏សំណាងមួយយ៉ាងដែរដែលពួកយើងមានបងស្រីម្នាក់ដែលគាត់ជាជនជាតិខ្មែរហើយក៏គាត់ក៏ជានិស្សិតដែលមកធ្វើអារបាយនៅក្នុងរោងចក្ររបស់ពួកយើងដែរហើយគាត់បានបរៀនពួកយើងច្រើនបានបរៀនឲ្យពួកយើងចេះជិះប័សចេះជិះរថភ្លើងចេះទៅផ្សារទិញម្ហូបចេះអំពីរបៀបរបរខ្លះៗដែលគាត់បានដឹងពីមុនមកប្រាប់ពួកយើងហើយគាត់ក៏បានណែនាំឲ្យពួកយើងស្គាល់សាលារៀនភាសាកូរ៉េដែលគេហៅដែលនៅក្រសួង Weikokin no Dongja Jiwon Center ដែលនៅក្នុងទីក្រុងថេគូកាលដែលខ្ញុំមកដំបូងហ្នឹងគឺខ្ញុំរស់នៅក្នុងទីក្រុងថេគូខ្ញុំសែនស្រឡាញ់ទឹកដីទីក្រុងថេគូមែនតែនហើយគាត់ក៏បានថ្ងៃសៅរ៍អាទិត្យឡើងគាត់ក៏បាននាំពួកយើងឲ្យទៅរៀនគឺគាត់ទឹកចិត្តរបស់គាត់គឺល្អណាស់បងប្អូននៅខ្មែរយើងទៅដល់ណាក៏មានទឹកចិត្តល្អដែរខ្ញុំពិតជាសូមសរសើរទឹកចិត្តដ៏ល្អរបស់គាត់មែនគឺគាត់មានតែនិយាយពាក្យលើកទឹកចិត្តយើងឲ្យយើងខំរៀនឲ្យយើងស្វែងយល់ពីប្រទេសកូរ៉េជនជាតិកូរ៉េហេតុអីគឺដោយសារតែយើងមករស់នៅស្រុកគេអញ្ចឹងយើងត្រូវតែដឹងអំពីវប្បធម៌អរិយធម៌របស់គេ